ក្នុងការសិក្សាព្រះអភិធម្មឆ្លងកាត់នៅក្នុងការសិក្សាវិធ័ឃើញថាអត់មានវិទ្យាសាស្ត្រណាមួយពេទ្យចិត្តសាស្ត្រណាមួយយកមកធៀបជាមួយនឹងធម៌របស់ព្រះអង្គបានទេអត់មានបាទអញ្ចឹងចំណុចទី3និយាយអំពីបង្កើតទំនាក់ទំនងបាទបង្កើតទំនាក់ទំនងល្អនៅក្នុងសង្គមនិងគ្រួសារចំណុចទី3នេះហើយដែលខ្ញុំនិយាយថាអត់មានពេទ្យចិត្តសាស្ត្រណាអត់មានវិជ្ជាបណ្ឌិតដុកទ័រចិត្តសាស្ត្រណាមួយអ្នកវិទ្យាសាស្ត្រណាមួយរកឃើញពីវិធីសាស្ត្រនៅក្នុងការអប់រំចិត្តស្មើនឹងធម៌របស់ព្រះអង្គបានទេអត់មានទេរាល់ពេទ្យចិត្តសាស្ត្រទាំងអស់និយាយចេញមកគឺផ្ទុយពីសច្ចធម៌ផ្ទុយអំពីសភាវៈពិតដែលហៅថាជាធម្មៈទាំងអស់បាទអត់ត្រូវជាមួយនឹងធម្មៈទេមានខ្លះដែរមានត្រូវតិចតួចតែភាគរយដែលត្រូវនឹងតិចតួចណាស់បាទនឹងគឺចូលចំណុចទី3ដែលយើងនិយាយពីទំនាក់ទំនងល្អក្នុងសង្គមនិងគ្រួសារតើទំនាក់ទំនងល្អរបៀបណាបាទគឺក្នុងការដែលយើងប្រកាន់ខ្ជាប់បាទប្រកាន់ខ្ជាប់នៅចិត្តដែលមានធម៌នៅក្នុងខ្លួនគឺយើងតែងតែមានមេត្តាមានករណាមានការយោគយល់មានការអត់ធ្មត់ស្ដាប់អ្នកដទៃដោយយកចិត្តទុកដាក់ណាជៀសវាងជំទាស់ផ្សេងជាមួយនឹងមនុស្សនៅជុំវិញខ្លួនព្រោះយើងដឹងថាស្ដាប់គឺមិនមែនយើងអ្នកស្ដាប់ទេគឺចិត្តអ្នកស្ដាប់បាទហើយប៉ុណ្ណាបាទតោះក្នុងវីដេអូនេះមកនិយាយពីប្រធានបទមួយតើការអប់រំចិត្តពិតជាមានសារៈសំខាន់ដូចម្ដេចសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងអញ្ចឹងការអប់រំចិត្តនេះគឺជាការហ្វឹកហាត់ផ្លូវចិត្តវាពិតជាមានសារៈសំខាន់ណាពិតជាមានសារៈសំខាន់ណាស់ចំពោះការរស់នៅរបស់យើងប្រចាំថ្ងៃព្រោះថាចិត្តគឺជាអ្នកបញ្ជាហើយនឹងគ្រប់គ្រងរាល់សកម្មភាពពាក្យសម្ដីនិងការគិតរបស់យើងទាំងអស់គ្នាប្រសិនបើចិត្តរបស់យើងមានសភាពស្ងប់ស្ងាត់ដោយយើងនិយាយថាចិត្តមានសមាធិល្អនឹងមានរបៀបរៀបរយនោះជីវិតរបស់យើងនឹងមានសេចក្តីសុខហើយនឹងមានប្រសិទ្ធភាពខ្ពស់នៅក្នុងការអនុវត្តការងារនៅក្នុងនេះដែរខ្ញុំសូមចែកសារៈសំខាន់នៃការអប់រំចិត្តបាទចែកសារៈសំខាន់នៃការអប់រំចិត្តជាចំណុចបាទជា5ចំណុចបាទអញ្ចឹងនៅក្នុងចំណុចទី1ក្នុងការរស់នៅរបស់យើងជាប្រចាំថ្ងៃការអប់រំចិត្តនឹងគឺជួយគ្រប់គ្រងអារម្មណ៍របស់យើងបើយើងនិយាយបែបស៊ីជម្រៅជាមួយនឹងព្រះអភិធម្មចិត្តរបស់យើងគឺវាប្រកបជាមួយសន្ទុបាទចិត្តសឹកចិត្តរបស់យើងមានចិត្តសឹកដែលត្រូវប្រកបជាមួយចិត្តសឹកគឺជាឈ្មោះនៃពាក្យបច្ចេកទេសរបស់ព្រះដ៏មានព្រះភិក្ខព្រះសម្មាសម្ពុទ្ធដើម្បីពន្យល់ដែលព្រះអង្គបានត្រាស់ដឹងហើយពន្យល់ពីសភាវៈនៃចិត្តយើងមានចិត្តសឹកនឹងប្រកបនៅជាមួយដែលយើងអាចនិយាយពាក្យសាមញ្ញថាអ្នកខ្លះក៏ច្រើននិយាយថាអារម្មណ៍តាមពិតអារម្មណ៍នឹងវាគ្មានតួនាទីអីត្រូវដឹងទេចិត្តទេអ្នកតួនាទីត្រូវដឹងបាទណាទី1ចំណុចទី1គឺជួយគ្រប់គ្រងអារម្មណ៍និងកាត់បន្ថយភាពតានតឹង
ចឹងសារៈសំខាន់នៃការអប់រំចិត្តហ្នឹងគឺបែបហ្នឹងទី1កាត់បន្ថយយ៉ាងម៉េចនៅពេលដែលយើងជួបបញ្ហាបាទនៅពេលដែលយើងជួបបញ្ហាហើយប្រឈមនឹងសម្ពាធការងារឬក៏រឿងរ៉ាវមួយចំនួនដែលមិនសមតាមបំណងរបស់យើងអឺគឺធ្វើឲ្យចិត្តរបស់យើងនឹងគឺមានស្មារតីរឹងមាំចិត្តរបស់យើងនឹងគឺស្ងប់ស្ងាត់ហើយជួយឲ្យយើងនឹងគឺមិនងាយឆេវឆាវមិនងាយខឹងផ្ដេសផ្ដាស់មិនងាយស្លន់ស្លោណាអានឹងគឺវាជួយបែបហ្នឹងហើយវាកាត់បន្ថយអីទៀតកាត់បន្ថយពីភាពទុក្ខព្រួយរបស់យើងហ្នឹងព្រោះកាលណាយើងសារៈសំខាន់របស់ទី1នេះយើងគ្រប់គ្រងដោយរបៀបណាបើកាលណាយើងស្គាល់ច្បាស់ហើយវាជួយយើងឲ្យរឹងមាំខាងផ្លូវចិត្តហ្នឹងបាទរឹងមាំខាងសតិសម្បញ្ញៈរបស់យើងហើយការជួបបញ្ហាការដោះស្រាយបញ្ហាយើងតែងតែយកនៅស្មារតីយកនៅសតិបញ្ញារបស់យើងទៅដោះស្រាយបញ្ហាយើងអត់មានយកអារម្មណ៍យើងទៅដោះស្រាយបញ្ហាទេបាទយើងអត់មានយកអារម្មណ៍របស់យើងដែលគេហៅថាអារម្មណ៍ឆាវឆាវអារម្មណ៍បែបស្រាវស្រាវឲ្យទៅដោះស្រាយបញ្ហានឹងទេបាទអានឹងចំណុចទី1ខ្ញុំចង់និយាយពីការកាត់បន្ថយភាពតានតឹងហើយនឹងការគ្រប់គ្រងចិត្តបានល្អហ្នឹងគឺដោះស្រាយបញ្ហាបានមិនតក់ស្លុតរាល់ការជួបបញ្ហាផ្សេងបាទចំណុចទី2បើកាលណាយើងអប់រំចិត្តបានល្អហើយសារៈសំខាន់នៃការអប់រំចិត្តហ្នឹងជួយយើងឲ្យបង្កើនសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហាបាទអញ្ចឹងចំណុចទី2នេះវាស្តៀងជាមួយនឹងចំណុចទី1ដែរក៏ប៉ុន្តែគ្រាន់ថាបង្កើនសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហាអញ្ចឹងការអប់រំចិត្តនឹងគឺមានសារៈសំខាន់បែបហ្នឹងបាទបង្កើនសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហាដោយរបៀបណាបើកាលណាចិត្តរបស់យើងនោះដែលទទួលបានការអប់រំយើងស្គាល់ច្បាស់នៅចិត្តរបស់យើងអញ្ចឹងមនុស្សយើងកាលណាយើងស្គាល់ច្បាស់នៅចិត្តរបស់យើងហើយចិត្តរបស់យើងរៀងខ្លួនណាមិនទៅស្គាល់ចិត្តអ្នកដទៃទេយើងស្គាល់ចិត្តរបស់យើងហើយយើងធ្វើម៉េចគឺវាតែងតែមានកើតឡើងនៅសតិសម្បញ្ញៈរបស់យើងដែលចេញពីក្នុងរបស់យើងនឹងដែលយើងអាចមានស្មារតីរឹងមាំណាអាចគិតពិចារណាបានល្អិតល្អន់រាល់បញ្ហាដែលកើតមានឡើងណារោគហេតុរោគផលឲ្យច្បាស់បាទណារោគហេតុផលឲ្យច្បាស់វាជួយយើងឲ្យធ្វើការសម្រេចចិត្តនៅបញ្ហាណាមួយដែលយើងត្រូវធ្វើការសម្រេចចិត្តនឹងគឺបានម៉ត់ចត់ត្រឹមត្រូវបាទដោយមិនប្រើប្រាស់នៅអារម្មណ៍ឆាវឆាវនៅអារម្មណ៍ដែលច្រឡោតនៅអារម្មណ៍ដែលខឹងដើម្បីទៅសម្រេចចិត្តក្នុងមួយគ្រាមួយពេលនឹងទេនេះគឺជាចំណុចទី2ដែលយើងនិយាយថាបង្កើននៅសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហាបង្កើននៅសមត្ថភាពនៅក្នុងការឆ្លើយតបជាមួយនឹងបញ្ហាចុះរីឯចំណុចទី3នេះនៅក្នុងការឆ្លងកាត់នៅក្នុងការសិក្សាព្រះអភិធម្មឆ្លងកាត់នៅក្នុងការសិក្សាព្រះធម៌ឃើញថាអត់មានវិទ្យាសាស្ត្រណាមួយពេទ្យចិត្តសាស្ត្រណាមួយយកមកធៀបជាមួយនឹងធម៌របស់ព្រះអង្គបានទេអត់មានបាទអញ្ចឹងចំណុចទី3និយាយអំពីបង្កើតទំនាក់ទំនងបាទបង្កើតទំនាក់ទំនងល្អនៅក្នុងសង្គមនិងគ្រួសារចំណុចទី3នេះហើយដែលខ្ញុំនិយាយថាអត់មានពេទ្យចិត្តសាស្ត្រណាអត់មានវិជ្ជាបណ្ឌិតដុកទ័រចិត្តសាស្ត្រណាមួយអ្នកវិទ្យាសាស្ត្រណាមួយរកឃើញពីវិធីសាស្ត្រនៅក្នុងការអប់រំចិត្តស្មើនឹងធម៌របស់ព្រះអង្គបានទេអត់មានទេ
រាល់ពេទ្យចិត្តសាស្ត្រទាំងអស់និយាយចេញមកគឺផ្ទុយពីសច្ចធម៌ផ្ទុយអំពីសភាវៈពិតដែលហៅថាជាធម្មៈទាំងអស់បាទអត់ត្រូវជាមួយនឹងធម្មៈទេមានខ្លះដែរមានត្រូវតិចតួចតែភាគរយដែលត្រូវនឹងតិចតួចណាស់បាទនឹងគឺចូលចំណុចទី3ដែលយើងនិយាយពីទំនាក់ទំនងល្អក្នុងសង្គមនិងគ្រួសារតើទំនាក់ទំនងល្អរបៀបណាបាទគឺក្នុងការដែលយើងប្រកាន់ខ្ជាប់បាទប្រកាន់ខ្ជាប់នៅចិត្តដែលមានធម៌នៅក្នុងខ្លួនគឺយើងតែងតែមានមេត្តាមានករណាមានការយោគយល់មានការអត់ធ្មត់ស្ដាប់អ្នកដទៃដោយយកចិត្តទុកដាក់ណាជៀសវាងជំទាស់ផ្សេងជាមួយនឹងមនុស្សនៅជុំវិញខ្លួនព្រោះយើងដឹងថាស្ដាប់គឺមិនមែនយើងអ្នកស្ដាប់ទេគឺចិត្តអ្នកស្ដាប់អញ្ចឹងចិត្តរបស់យើងស្ដាប់នៅពេលនេះចិត្តរបស់យើងដឹងថាតើចិត្តកំពុងតែស្ដាប់ទៅលើរឿងអកុសលឬក៏រឿងកុសលរឿងអកុសលគឺរឿងអាក្រក់រឿងកុសលគឺរឿងល្អតើស្ដាប់រឿងល្អឬក៏ស្ដាប់រឿងមិនល្អបើសិនជាយើងស្ដាប់រឿងអកុសលគឺយើងយកចិត្តរបស់យើងដែលជាចិត្តមេត្តាហ្នឹងទៅនៅជាមួយនឹងអ្វីដែលយើងទទួលបានតាមសោតតាតាមការស្ដាប់តាមការឮណាកាលណាចិត្តមេត្តាទៅហើយគឺតែងតែមានការយោគយល់អធ្យាស្រ័យអត់ធ្មត់អត់អោនណាមិនប្រកាន់តោសមិនអូសដំណើរហៅថាចិត្តអត់ទើសចិត្តអត់ទើសជាមួយនឹងសម្ដីដែលឮចេញមកអត់ទើសបាទត្រូវយកបញ្ញាមកគិតមានបញ្ញារហូតបាទអានឹងគឺកាលណាតែយើងស្ដាប់ដោយប្រើបញ្ញាយើងមាននៅទំនាក់ទំនងល្អក្នុងសង្គមក្នុងគ្រួសារយើងមានហេតុយើងមានផលបាទណាពិចារណាហេតុពិចារណាផលតើគួរយើងឆ្លើយតបដោយចិត្តកុសលឬក៏គ្រាន់តែការឆ្លើយតបដោយចិត្តអធ្យាស្រ័យយោគយល់បាទឬក៏គ្រាន់តែចិត្តរបស់យើងដឹងថាឮគ្រាន់តែឮពុទ្ធัวកើតរលត់កាលណាតែវាកើតហើយវារលត់ទៅវិញហើយកើតហើយវារលត់ទៅវិញហើយអញ្ចឹងវាអត់នៅយូរទេវាកើតថ្ងៃហ្នឹងវារលត់កើតភ្លាមរលត់ភ្លាមកើតភ្លាមរលត់ភ្លាមបាទបើកាលណាយើងអប់រំចិត្តតាមធម៌របស់ព្រះអង្គគឺវិសេសវិសាលមែនទែនចំណុចទី3ដែលហៅថាបង្កើតទំនាក់ទំនងល្អក្នុងសង្គមយើងទៅណាក៏ចូលក្នុងចំណោមគេដែរអត់ចេះទោះតែមិនមែនថាចូលក្នុងចំណោមគេហ្នឹងគឺគេក្នុងផ្លូវអាក្រក់ក្នុងក្រុមដែលធ្វើរឿងមិនល្អហើយយើងទៅចូលជាមួយគេហើយយើងធ្វើដែរទេវាគ្រាន់តែចិត្តរបស់យើងនឹងវាអត់ទោះចិត្តរបស់យើងវាអត់ទើសបាទចិត្តរបស់យើងនឹងអត់ទើសជាមួយគេទេយើងទៅចិត្តរបស់យើងពេលណាក៏យើងដឹងយើងអាសតិរបស់យើងវារលឹកដឹងមកថារឿងនឹងអកុសលបាទយើងចេញផ្សាយមេត្តាទៅកាន់រឿងនឹងបាទផ្សាយមេត្តាពីចិត្តយើងទៅនោះទៅកាន់រឿងនឹងណោះមនុស្សហេតុអត់ដឹងណោះនាំគ្នាធ្វើរឿងអកុសលបាទនឹងគឺបែបហ្នឹងបាទអញ្ចឹងចំណុចទី4ចំណុចទី4នឹងសំខាន់ដែរពេលកាលណាចិត្តរបស់យើងរឹងមាំហើយបាទនេះសារៈសំខាន់នៃការអប់រំផ្លូវចិត្តចិត្តរបស់យើងវារឹងមាំហើយវាជួយពង្រឹងដល់សុខភាពផ្លូវកាយរបស់យើងទៀតអានេះចំណុចនេះសំខាន់មែនទែនតែម្ដងបាទ
វាជួយពង្រឹងដល់សុខភាពផ្លូវកាយរបស់យើងទៀតពង្រឹងយ៉ាងម៉េចសុខភាពផ្លូវចិត្តហើយនិងសុខភាពផ្លូវកាយនេះវាមានទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និទ្ធកាលណាតែសុខភាពផ្លូវចិត្តរបស់យើងនេះវារងទុក្ខវាមានការព្រួយបារម្ភច្រើនវាមានការគិតច្រើនវាមានការបណ្ដាលឲ្យចេះតែគិតផ្ដេសផ្ដាស់ចេះតែវិភាគផ្ដេសផ្ដាស់ចេះតែសម័យផ្ដេសផ្ដាស់អាចកើតចេះអាចកើតចោះអាចចេះអាចចោះវានាំឲ្យមានជំងឺផ្លូវកាយទៀតវាដូចជាទៅជាជំងឺឈឺក្រពះបញ្ហាបេះដូងបញ្ហាឡើងសម្ពាធឈាមបញ្ហាដេកមិនលក់បញ្ហាឡើងសម្ពាធឈាមបញ្ហាកើត stress អាហ្នឹងចូលវិបត្តិផ្លូវចិត្តហើយចូលវិបត្តិផ្លូវចិត្តហើយអញ្ចឹងការអប់រំផ្លូវចិត្តនេះដល់ស្រស់ថ្លានេះវាជួយឲ្យយើងនឹងគឺរាងកាយរបស់យើងនឹងមានធម៌ពលគ្រប់គ្រាន់មានធម៌ពលគ្រប់គ្រាន់អញ្ចឹងមើលឃើញពិភពលោកនៅជុំវិញខ្លួនយើងនេះគឺសុទ្ធតែជាពិភពលោកមួយដ៏ស្រស់ស្រាយពិភពលោកមួយដ៏អស្ចារ្យដែលយើងឃើញនៅរឿងរ៉ាវទាំងអស់គ្រាន់តែជាការឃើញចិត្តឃើញមិនមែនយើងអ្នកឃើញទេចិត្តទេអ្នកឃើញបាទយើងសតិយើងរលឹកដឹងមកបាទចឹងចំណុចចុងក្រោយគេគឺចំណុចទី6ដែលជួយឲ្យយើងស្គាល់បាទជួយឲ្យយើងស្គាល់និងយល់ពីខ្លួនឯងកាន់តែច្បាស់តើខ្លួនឯងជានរណាហើយខ្លួនឯងជានរណាហើយយើងត្រូវធ្វើអីបាទហើយយើងចេះសង្កេតចិត្តរបស់យើងគិតបែបណាចិត្តរបស់យើងគិតទៅលើរឿងនឹងរឿងគិតបែបណាណាធ្វើឲ្យយើងដឹងពីចំណុចខ្លាំងរបស់យើងធ្វើឲ្យយើងដឹងពីចំណុចខ្សោយរបស់យើងប៉ុន្តែមិនមែនសុទ្ធតែជាអ្នករៀនមិនមែនគ្រប់អ្នករៀនការអប់រំចិត្តជាមួយនឹងធម៌របស់ព្រះអង្គសុទ្ធតែមនុស្សដែលអត់មានផ្លូវចិត្តទេសុទ្ធតែមនុស្សដែលអាចគ្រប់គ្រងចិត្តបាន 100% នោះទេវាអត់មានទេវាគ្រាន់តែថារឿងណាដែលកើតឡើងយើងរៀនរស់នៅជាមួយនឹងរឿងហ្នឹងរៀនរស់នៅជាមួយនឹងបញ្ហារៀនយកចិត្តយើងរស់នៅជាមួយនឹងបញ្ហាហ្នឹងយើងដឹងបញ្ហាហ្នឹងយើងដោះស្រាយតាមចិត្តរបស់យើងដែលបានទូនមានបានអប់រំនេះគឺសារៈសំខាន់ទាំង5ដែលខ្ញុំបានរៀបរាប់មកនេះបាទអញ្ចឹងនៅចំណុចច្រើនតាក់ទងជាមួយនឹងបញ្ហាអប់រំផ្លូវចិត្តតាមធម៌របស់ព្រះសម្មាសម្ពុទ្ធនេះអត់មានអ្នកវិទ្យាសាស្ត្រអត់មានដុកទ័រផ្នែកចិត្តសាស្ត្រណាបានពាល់ត្រូវនៅធម៌របស់ព្រះអង្គទេពាល់ត្រូវសំដៅទៅលើការសរសេរឯកសារការចងក្រងឯកសារមកត្រូវដូចព្រះអង្គទេអត់មានទេអត់មាននៅលើពិភពលោកនេះគឺខ្ញុំឆ្លើយថាអត់មានតែម្ដងអភិធម្មគិតមើលព្រះត្រៃបិដកបាទទាំង111ភាគខ្ញុំអត់បានអានព្រះត្រៃបិដកបានចប់ទេតែអានអត្ថកថាជាមួយនឹងសិក្សានៅអភិធម្មបានតែផ្នែកតិចតួចទេប៉ុន្តែពលត្រូវពាក្យថាពលត្រូវមានន័យថាយើងស្គាល់ចិត្តខ្លួនឯងយើងដឹងចិត្តខ្លួនឯងបាទអញ្ចឹងវីដេអូនេះគឺភាគបន្តបន្ទាប់នឹងចេញជាបន្តទៀតបាទឃើញថាមនុស្សបច្ចុប្បន្នមានវិបត្តិផ្លូវចិត្តច្រើនដែលធ្វើឲ្យប៉ះពាល់ដល់សង្គមគ្រួសារនិងដល់សង្គមជាតិទាំងមូលផងដែរកាន់តែច្រើនឡើងបាទដោយសារអី
ដោយសាររស់ចាកឆ្ងាយពីពីធាតុពិតរស់ចាកឆ្ងាយពីធម្មជាតិពិតដែលជាព្រះធម៌មានភពសំណាងមានភពវាសនាបានកើតនៅលើដីខ្មែរមានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋមានវត្ថុដ៏មានតម្លៃមហាសាលតែអត់ស្គាល់អំពីតម្លៃនៃវត្ថុនោះយកមកប្រើដើម្បីបដិបត្តិនៅក្នុងការរស់នៅប្រចាំថ្ងៃបាទអញ្ចឹងវីដេអូនេះគឺសុំស្លេះប៉ុណ្ណេះហើយនឹងមានភាគបន្តទៀតនិយាយពីសារៈសំខាន់នៃការអប់រំផ្លូវចិត្តបាទតាមធម៌របស់ព្រះសម្មាសម្ពុទ្ធអរគុណច្រើនបាទជួបគ្នានៅវីដេអូបន្តទៀត